ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកវិមានកើមឡើងនិយាយថាមនុស្សជាច្រើននៅតំបន់អូដេសានិងមីកូឡៃវរបស់អ៊ុយក្រែនចង់ភ្ជាប់ជោគវាសនារបស់ពួកគេជាមួយរុស្ស៊ី Создание стен это всегда плохо, как показывает история. И весьма и весьма печально, что вот эта милитаристская конфронтационная политика Украины сейчас វិមានកើមឡើងបាននិយាយកាលពីថ្ងៃអង្គារថាមានមនុស្សជាច្រើនរស់នៅក្នុងតំបន់អូដេសានិងមីកូឡៃវរបស់ប្រទេសអ៊ុយក្រែនដែលចង់ភ្ជាប់ជោគវាសនារបស់ពួកគេទៅនឹងប្រទេសរុស្ស៊ីប៉ុន្តែខ្លាចមិនហ៊ាននិយាយអ្នកនាំពាក្យវិមានកើមឡើងលោកឌីមីត្រីពីស្កូវបានឆ្លើយតបទៅនឹងសំណួរក្នុងសេចក្តីថ្លែងការណ៍អំពីតើនឹងមានអ្វីកើតឡើងប្រសិនបើប្រជាជននៅក្នុងតំបន់ទាំងនោះត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតថាតើត្រូវក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីឬយ៉ាងណានេះបើយោងតាមរយតថ្ងៃទី30ខែកញ្ញាឆ្នាំ2025ប្រទេសរុស្ស៊ីបានប្រកាសនៅឆ្នាំ2022ថាតំបន់ចំនួន4ផ្សេងទៀតនៃអ៊ុយក្រែនជាផ្នែកនៃទឹកដីរុស្ស៊ីបន្ទាប់ពីបានធ្វើប្រជាមតិដែលត្រូវបានថ្កោលទោសដោយទីក្រុងគៀវនិងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនថាខុសច្បាប់និងបង្ខិតបង្ខំលោកពីស្កូវក៏បាននិយាយទៅកាន់អ្នកសារព័ត៌មានផងដែរថាអឺរ៉ុបនឹងទទួលបានប្រយោជន៍ច្រើនជាងក្នុងការស្វែងរកការសន្ទនាជាមួយរុស្ស៊ីអំពីបញ្ហាសន្តិសុខជាងការសម្រេចចិត្តលើការកសាងជញ្ជាំងយន្តហោះគ្មានមនុស្សបើកដែលអាចធ្វើឲ្យទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងអឺរ៉ុបនិងរុស្ស៊ី